អូខេសួស្តីដល់បងប្អូនទាំងអស់គ្នាចឹងឥឡូវយើងចូលទៅដល់មេរៀនទី12.3ដែលតាក់ទងជាមួយនឹង set stop ហើយនិង buy stop អញ្ចឹង buy stop ហើយ set stop ជាទូទៅគឺបើយើងនិយាយឲ្យងាយស្រួលយល់តាក់ទងជាមួយ buy stop បានន័យថាកន្លែងទៅហ្នឹងគឺផ្សារអស់ volume អ្នក buy គឺគេបកនោះនេះចូល sell វិញអញ្ចឹងបានបង្កើតបានជា swing high នៅលើនឹងមួយអញ្ចឹងគេហៅថាជា liquidity មួយ buy stop ចំពោះ set stop ក៏ដូចគ្នាដែរកន្លែងទៅហ្នឹងគឺជាតម្លៃមួយដែលផ្សារចោលវិកឬមួយក៏ជា swing low មួយនៅទៅហ្នឹងដែលគេឈប់ចូលលក់គេចូលបាយវិញ yes អញ្ចឹងបើយើងគិតមកជា all low ហើយនឹង all high ដែលផ្សារបាន create អញ្ចឹងជាទូទៅដល់ពេលដែលផ្សារ create បានអញ្ចឹងវាអាចនឹងឃើញរូបភាពមួយនៅក្នុង2 time frame high time frame ផងហើយជាមួយនឹងshort term time frame គឺនៅក្នុង low time frame ហ្នឹងឯងអញ្ចឹងជាទូទៅសម្រាប់តកតទៅជាមួយ liquidity ហ្នឹងគឺឃើញបែបអញ្ចេះយើងអាច identify ចាប់ swing high swing low ហ្នឹងមកបន្ទាប់មកផ្សារហ្នឹងជ្រុំបកមក sweep ជាមួយនឹងអានេះគ្រាន់តែជាឧទាហរណ៍ណាset stop បន្ទាប់មកផ្សារ continue ឡើងលើវិញបកមកយកជាមួយនឹងbreaker ឬមួយក៏ CISD នៅកន្លែងទៅនេះវិញហើយ target គឺឡើងទៅយកជាមួយនឹង buy stop វិញ yes អាចនិយាយថាយើងឃើញខ្ញុំគូសឬមួយក៏នេះចឹងអាចនឹងងាយប៉ុន្តែអាស្រ័យទៅលើយើង identify យកទៅ apply ក្នុងទីផ្សារយើងចាប់រកមួយឲ្យបានតើតើជាមួយនឹង buy stop ឬក៏ដូចជា set stop ហ្នឹងឯងយើងត្រូវរកមើលក្នុងទីផ្សារតើតើជាមួយនឹងចាក់ស្ដែងក្នុង chart អញ្ចឹងណាអូខេអញ្ចឹងតើតើជាមួយនឹង buy stop ឬក៏ដូចជា set stop ខ្ញុំមានតែខ្លីៗប៉ុណ្្នឹងទេហើយយើងនឹងចូលទៅមេរៀនបន្តទៀតនៅវីដេអូបន្តទៀតអូខេអរគុណច្រើន